ฐานបានណាសម្រាប់ខេត្តរបស់ផងយើងនីមួយៗលោកគ្រូអ្នកគ្រូងល់គ្នាបានណាសម្រាប់ខេត្តរបស់លោកគ្រូដែលយើងកំពុងនៅសពថ្ងៃហ្នឹងបាទហើយការដែលយើងអធិដ្ឋានហ្នឹងបានណាយើងអធិដ្ឋានបានណាសូមឲ្យអឺសាលាព្រះបន្ទូលរបស់ផងព្រះដែលបានអឺចែករំលែកទៅតាមរយៈសាលាព្រះគម្ពីរចម្រុះខ្មែរហ្នឹងបានកាន់តែនឹងចេះតែនឹងពន្លាតបានណាចេះតែនឹងមានឱកាសហុចឲ្យផ្ដល់ឲ្យទៅដល់យើងដែលទទួលជឿដល់ព្រះអង្គនៅក្នុងខេត្តយើងនីមួយៗនឹងផងបានណាពីព្រោះព្រះម្ចាស់ព្រះស៊ូគ្រីស្ទព្រះអង្គបានមានបន្ទូលប្រាប់យើងនៅក្នុងបទគម្ពីរម៉ាថាយចំពុកទី4ខទី4នៅពេលដែលព្រះអង្គបានទទួលបុណ្យជាមួយទឹកហើយសាតាំងមិនលបួងនៅពេលដែលព្រះអង្គបានអធិដ្ឋានតម40យប់40ថ្ងៃបានណាសាតាំងមិនបានលបួងព្រះអង្គបានថាតើបើអ្នកជាបរិបុត្រារបស់ព្រះចូលធ្វើដុំថ្មឲ្យទៅជានំប៉័ងហើយព្រះអង្គបានមានឆ្លើយតបទៅគេវិញថាមនុស្សយើងមិនមានរស់បានដោយសារគ្រប់ទាំងរស់បានដោយសារតែនំប៉័ងទេគឺរស់បានដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ថព្រះមកដែរបានអញ្ចឹងគឺព្រះបន្ទូលរបស់ព្រះអង្គគឺនាំឲ្យយើងមានជីវិតនាំឲ្យយើងមានជីវិតបាននឹងជីវិតខាងឯសេចក្តីជំនឿជីវិតខាងឯព្រលឹងនឹងវិញ្ញាណណាលោកគ្រូនគូបាទអញ្ចឹងយើងអាហារបាយសម្លដែលយើងហូបសពថ្ងៃអានឹងគឺចិញ្ចឹមរូបកាយយើងរូបសាច់យើងតែព្រះបន្ទូលរបស់ព្រះគឺចិញ្ចឹមខាងឯព្រលឹងនិងវិញ្ញាណរបស់យើងបាទអញ្ចឹងហើយបានជាទោះបីបើសិនជាយើងជាគ្រីស្ទបរិស័ទយើងឃើញតែយើងរស់នៅប៉ុន្តែបើយើងអត់មានព្រះបន្ទូលអានឹងគឺស្លាប់បាទហ្នឹងគឺស្លាប់បាទអញ្ចឹងយើងអធិដ្ឋានសម្រាប់ការហ្នឹងហើយមួយទៀតអធិដ្ឋានបានណាសម្រាប់ឲ្យដំណឹងល្អរបស់ព្រះអង្គនៅតាមបណ្ដា